ទស្សនិកជនជាទីគោរពនារសៀលថ្ងៃទី12មីនាមន្ទីរពេទ្យពិភពព្យាបាលហុងហឹងលើភូមិសាស្ត្រសង្កាត់ឋានដេងបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រសូម៉ាតូមប្រូផូលតម្លៃកម្រិតធម្មពល2និង AI ក្នុងការវិនិច្ឆ័យរោគទន្ទឹមនឹងនោះបង្ហាញមុខនៅប្រព័ន្ធ CT ចំនួនថ្មីសូម៉ាតូមប្រូផូលគូសបញ្ជាក់ដំណើរវិវត្តក្នុងការអនុវត្តបច្ចេកវិទ្យារោគវិនិច្ឆ័យរូបភាពទំនើបនៅមូលដ្ឋានចូលរួមសិក្ខាសាលានេះមានវិជ្ជបណ្ឌិតហ្វាងចៅមិនតងអគ្គនាយករងក្រុមហ៊ុនហុងយុយនិងជាអគ្គនាយកក្រុមហ៊ុនភេអូនសុខាភិបាលហុងយុយមន្ទីរពេទ្យពហុព្យាបាលហុងហឹងបង្ហាញមុខប្រព័ន្ធ CT ចំនួនថ្មីសូម៉ាថូមប្រូផូនៅក្នុងសិក្ខាសាលានេះបណ្ដាអ្នកជំនាញសុខាភិបាលបានចែករំលែកជាច្រើនរបាយការណ៍វិជ្ជាជីវៈស្ដីអំពីអនុវត្ត CT ធម្មពល2កម្រិតក្នុងការធ្វើរោគវិនិច្ឆ័យជំងឺសរសៃឈាមខួរក្បាលនិងប្រព័ន្ធប្រសាទនិងជំងឺដាច់សរសៃឈាមខួរក្បាលបណ្ដាវិជ្ជបណ្ឌិតពីមន្ទីរពេទ្យពហុព្យាបាលហុងហឹងក៏បានបង្ហាញពីលទ្ធភាពជំហានដំបូងនៃដំណើរការបច្ចេកទេសថតវ៉ាកាត់និងដាក់ស្ទែនសរសៃឈាមបេះដូងនៅក្នុងមន្ទីរពេទ្យផងដែរថ្លែងមកទេនៅក្នុងសិក្ខាសាលាវិជ្ជបណ្ឌិតឯកទេសកម្រិត2ដាវអាន់យុំនាយកមន្ទីរពេទ្យពហុព្យាបាលហុងហឹងបានសង្កត់ធ្ងន់ថាការដាក់ឲ្យដំណើរការប្រព័ន្ធ CT សូម៉ាថូមប្រូផូចំនួនថ្មីជាមួយនឹងបច្ចេកវិទ្យាប្រភព2និងបញ្ញាសិប្បនិម្មិតជួយកាត់បន្ថយកម្រិតកាំរស្មី X និងកាត់បន្ថយពេលវេលាស្កេននិងលើកកម្ពស់ភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យតាមនោះលើកកម្ពស់គុណភាពនៃការពិនិត្យនិងព្យាបាលជំងឺជួយប្រជាជនតែនឹងគៀកជិតជាមួយនឹងបច្ចេកវិទ្យាពេទ្យទំនើបភ្លាមនៅមូលដ្ឋានក្នុងឱកាសនេះតំណាងមកពី Stemed Healthcare និងមន្ទីរពេទ្យពហុព្យាបាលហុងហឹងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រដើម្បីបង្កើតការអនុវត្តបណ្ដាបច្ចេកវិទ្យារូបភាពរោគវិនិច្ឆ័យជឿនលឿននៅក្នុងការពិនិត្យនិងព្យាបាលជំងឺ